របៀបផុសអូតូទៅរាប់រយរាប់ពាន់ក្រុមរយៈពេលខ្លីហើយមានសុវត្ថិភាពដែលអត់បិទaccount អញ្ចឹងដំបូងយើងចូលក្នុង website នេះចូល ismycar.blogspot.com ចូល blog ហ្នឹងតាមហើយយើង log in ចូល account Facebook យើងធម្មតាចូល in ចូល account Facebook យើងធម្មតាតាមមកយើងចូលយើងចុចលើទៅនេះ get access token យើងចុចមកចាំឲ្យដើរតាមមកយើងចុចលើ click to allow permission ពេលយើង click allow permission យើងចាំឲ្យដើរចេញពាក្យ success យើងដល់ពេលចេញពាក្យ success នេះហើយយើងបិទវាវិញតើមកយើងចុចកន្លែង then click here to get access token យើងចុចក្រោមបន្ទាប់ហ្នឹងតើមកយើង copy link នេះយើង copy link តើមកយើងយកមកដាក់ក្នុងនេះយើងយកដាក់ក្នុង lot now ក្នុង access token ហ្នឹងយើងផាសមកតើមកយើងចុច lot now software នេះនឹងត្រួតពិនិត្យតើយើងមានប្រមាណក្រុមយើងមាន friend ប៉ុន្មានអញ្ចឹង software នេះរកឃើញ650ក្រុមនៅក្នុង account របស់យើងនៃ account Petra SO នៃ account ដែលយើងបាន log in ហ្នឹងដល់មកយើងចង់ផុសចូលវាផុសទៅណាយើងមើលយើងសាក់ផុសធម្មតាយើងផុស hai ផុស to ណាផុស to អី to ID គឺ ID របស់យើងនៅពេលយើង go មកផុសទៅបានសម្រាប់ចឹងយើងចូលមកយើងចូលក្នុង profile យើងនេះគឺ hai ទៅតែផុសមិញហ្នឹងចាស់ស្នើទៅតែផុសមិញតែមកបើយើងចង់ផុសចូលក្នុង group យើង go back មកដល់យើងដូរនេះគឺនេះផុស to all group ផុស to all friend បានន័យផុស to all friend ផុសទៅក្នុង friend របស់យើងទាំងអស់ទៅក្នុង wall របស់គេអញ្ចឹងយើងផុស to all group ហើយយើង message ចេះក៏បានតែបើយើងចង់ដាក់មានរូបភាពមានអីយើងចូលក្នុងនេះមកយើងយក standard attachment នេះគឺ message ហើយឲ្យយើងទៅចំណែកនេះយើងដាក់ចំណងជើងឧទាហរណ៍យើងចង់ដាក់អីក៏បានដែរតែនេះខ្ញុំកើតឧទាហរណ៍Please watch my video ឲ្យយើងទៅហើយគេអធិប្បាយអានេះ description កាប់បាននេះអូខេតមកតទៅយើងពេញពួកហ្នឹងហើយយើងដាក់ link មកន័យថានៅពេលដែលគេចុចលើរូបភាពឬមួយក៏ចុចលើ post របស់យើងចូលទៅណាខ្ញុំឧទាហរណ៍ឲ្យគេចូលទៅក្នុងខ្ញុំចូលឧទាហរណ៍ចូល Google ចាប៉ុន្តែយើងត្រូវដាក់ link ខ្លួនឯងដាក់ចំណុចណាដែលចង់ឲ្យគេចូលទៅឧទាហរណ៍ខ្ញុំចូលកន្លែងចឹងនៅពេលដែលគេចុចលើ link ខ្ញុំ copy link ហ្នឹងចឹងបានន័យថានៅពេលដែលគេចុចលើរូបភាពហ្នឹងវាចូលមកក្នុងកន្លែងនេះខ្ញុំ copy ឧទាហរណ៍ចឹងយើងចង់ដាក់រូបភាព link មួយណាបានតែយើងដាក់តែ attach link យើងផាសមកនេះ link តមកpicture URL បានន័យថានៅពេលដែលយើងផុសទៅយើងវាបញ្ចេញរូបភាពហ្នឹងអញ្ចឹងចេញរូបភាពហ្នឹងជាមួយផុសឲ្យគេចុចលើរូបភាពហ្នឹងចូលតាម link ដែលយើងបានដាក់ខាងលើនេះចឹងឧទាហរណ៍ឡានចឹងយើងចង់ឲ្យគេចេញឡានមួយហ្នឹងคลิกមកដើមយកពាក្យ copy image URL ចឹងយើង copy ចុចលើវាមកតែមកយើងយកវាមកដាក់យើងផាសមកអូខេចឹងយើងមើលនេះយើងមើលនេះផង post to all group ចឹងយើងចុច go មកយើងចាំឲ្យដើរនេះប៉ុណ្ណេះហើយផុសទៅកាន់ពីក្រុម3ក្រុម
ចឹងលេខដែលឡើងហ្នឹងគឺលេខចំនួនផុសដែលយើងបាននេះហើយចំណុចចំណុចនេះគឺជាក្រុមណាដែលផ្ដល់ permission ឲ្យយើងផុសអញ្ចឹងយើងចុច leave now leave this group ក៏បានយើង continue ពេលយើង continue ចុចយើង leave ទៀតក៏បានយើង leave ក៏បានចឹងหมายថា software នេះស្រួលល្អនៅពេលដែលក្រុមណាដែលអត់ឲ្យយើងផុសយើងអាចចាក់ចេញភ្លាមៗនៅលើហ្នឹងអូខេអានេះយើងទុកវាចាទៅពេលយើង leave ហើយអញ្ចឹងយើង continue ទៅឲ្យដើរតទៀតអញ្ចឹងអានេះវាអត់ឲ្យយើងផុសដែរអញ្ចឹងយើង leave វាចេញតែយើងអត់ចង់ទុកវាអូខេអញ្ចឹងយើងមើលចង់ដល់តែផុសមែនអត់យើងចូលមក account របស់យើងចូលមក home របស់យើងនេះគឺបានផុសទៅក្នុង group ច្រើនទៅផុស group ផ្សេងៗនៃរូបឡានដែលយើងដាក់មិញអញ្ចឹងនៅពេលដែលគេចុចលើរូបហ្នឹងគឺវានឹងចូលទៅមើលផុសទៅកាន់តែច្រើនហើយឃើញផុសទៅ group ច្រើនមែនទែនគឺអាចផុសទៅរាប់រយរាប់ពាន់ group ចំណាយពេលតែមួយ plate ទេនឹងគឺច្រើនហើយយើងចាំទៅទៀតវានឹងអស់យើងចាំមើលយើងគ្រាន់តែចាំ check continue វាឃើញផុសទៅ53 group តែមួយ plate តែយើង continue វាទៅចឹងយើងបើសិនជាអាក្រុមណាដែលឲ្យយើងផុសយើង leave វាចេញទៅហើយមកព្រោះបើយើងទុកវាក៏ផុសអត់កើតហើយពិបាកជួយរាំងស្ទះយើងវាអត់ដើរលូននៅពេលដែលយើងផុសម្ដងនៅពេលដែលយើងផុសម្ដងនេះហើយយើង leave ហើយចឹងនៅពេលដែលយើងផុសម្ដងហើយលើក្រោយអត់ពិបាកទៅនឹងក្រុមដែលអត់ផ្ដល់ឲ្យយើងអត់ឲ្យយើងផុសទេចឹងឥឡូវនេះ80 group ជាងចឹងខ្ញុំឧទាហរណ៍ប៉ុណ្ណឹងចឹងទៅពេលចង់ stop វាយើងគ្រាន់តែ reload វាធម្មតាមកចឹងវាឈប់ផុសហើយអូខេតែមកយើងចេញ home មកចង់ដល់ផុសបានមកផុសបានច្រើនមែនទេនេះផុសគឺច្រើន group មែនតើរាប់រយ group ក៏អត់បាត់ដែរដល់ចឹងសូមអរគុណសម្រាប់សិន